nè ngọc khné ngày năng dương tập mà chụp khné bên dưới đấy hay ngày năng miền thu thay muối mẹp màu chai lệ đo khné dương từ ngọc khné cho ngày năng cứ thu bởi dương cứ tẹt tơn cho môi năng rename gridline thì chẳng tỏ đầm bay rename gridline bán khné dương cho một can plong bát bởi dương máu chẳng tim muối khné dương ai perfect cam thì revit to mẹp rename dương ai select review máu select gridline máu cái dương ai giờធ្វើការដូរជាមួយនឹងឈ្មោះរបស់វាបានឧទាហរណ៍ថានៅក្នុង grid line នេះគេដាក់ពី A1 ទៅដល់ A ប្រហែលនេះគឺទៅដល់ A43 អញ្ចឹងបើសិនជាគ្នាយើងចង់ដូរវាទៅជាប្រភេទ X1 ទៅដល់ X43 វិញយើងចូលមកកាន់កន្លែង structure នេះមកហើយយើងចូលមកកន្លែង rename grid នេះក្រោយពីយើងចូលកន្លែងហ្នឹងហើយវានឹង load តារាងមួយសម្រាប់ឲ្យយើងធ្វើការបំពេញព័ត៌មានទាំងអស់ហ្នឹងអញ្ចឹងជាដំបូងគ្នាយើងត្រូវចូលមកកាន់កន្លែង select grid នេះសិននេះយើងចូលមកកាន់ select មកបន្ទាប់ពីយើងចុចអាហ្នឹងហើយគ្នាយើងអាចធ្វើការ select grid ដែលយើងចង់ធ្វើការផ្លាស់ប្ដូរវានេះបន្តមកទៀតគឺយើងធ្វើការដូរវាទៅជាប្រភេទ X1 យើងទៅសេអក្សរ X1 មកហើយគ្នាយើងអាចកលេចមកមើលខាងក្រោមនេះអញ្ចឹងវានឹងធ្វើការផ្លាស់ប្ដូរនេះតាក់ទងជាមួយនឹង grid ចាស់គឺវាដាក់ A1 ហើយយើងវាបដូរទៅជាមួយនឹងឈ្មោះថ្មីរបស់វាគឺប្រភេទ X1 បន្តមកទៀតគឺអ្នកទាំងអស់គ្នាកន្លែង preview នេះយើងអាចរើសវាថាយើងឲ្យចង់ឲ្យវារត់ពីឆ្វេងទៅស្ដាំឬក៏យើងចង់ឲ្យវារត់ពីស្ដាំមកឆ្វេងអញ្ចឹងយើងអាច select កន្លែងនេះបានអញ្ចឹងខ្ញុំចង់ឲ្យវារត់ពីឆ្វេងទៅស្ដាំខ្ញុំ select កន្លែង L2R នេះមកហើយអ្នកទាំងអស់គ្នាធ្វើការ apply វានេះនៅពេលដែលយើង apply ហើយអ្នកគ្នាយើងឃើញហើយតាក់ទងជាមួយនឹង X1 វារត់ទៅដល់ជាមួយនឹង X43 អញ្ចឹងឧទាហរណ៍ថាជាមួយនឹងតាមទិសនេះវិញយើងចង់ដាក់វាជាប្រភេទ E1 វិញម្ដងដេញទៅដល់ E11 អញ្ចឹងយើងចូលមកកន្លែង select នេះមកហើយយើងធ្វើការដូរវាដូចគ្នាមកខ្ញុំដាក់ E1 ហើយយើងចង់ឲ្យវារត់ពីក្រោមទៅលើឬក៏ពីលើមកក្រោមអញ្ចឹងបើសិនជាយើងចង់ឲ្យវារត់ពីក្រោមទៅលើយើងចុចឲ្យកន្លែង bottom ទៅ top នេះមកហើយយើងធ្វើការអូសមកក្រោមដើម្បីមើលអញ្ចឹងវានឹងធ្វើការផ្លាស់ប្ដូរនេះ P1 នេះគឺទៅជាមួយនឹង E1 ហើយជាមួយនឹង B កន្លែងនេះ B12 អញ្ចឹងវានឹងធ្វើការផ្លាស់ប្ដូរវិញទៅជា E2 វិញអ្នកទាំងអស់ apply វាមកនេះអញ្ចឹងក្រោយពីយើង apply ទៅគឺវានឹងបាននេះប្រភេទវារត់តាមលំដាប់ឲ្យអញ្ចឹងថ្ងៃហ្នឹងវាមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេហើយសម្រាប់គ្នាយើងដែលចង់បាន add in នឹងយកទៅប្រើគ្នាយើងចង់បានតម្លៃសមរម្យអាចជួយ share មួយហើយចាំ screenshot ផ្ញើមកខ្ញុំមកអ្នកទាំងអស់គ្នានឹងបាន promotion ពិសេសអញ្ចឹងតាក់ទងថ្ងៃហ្នឹងគឺសូម slash តាមហ្នឹងសិនហើយជួបគ្នានៅវគ្គក្រោយទៀតអរគុណ